ស្ដីនៅក្នុងគ្នាថ្ងៃនេះយើងមកធ្វើការលក់ជាមួយនឹងឈុត Mac Mini ក៏ដូចជាអានេះ Philips monitor Philips ហើយសម្រាប់ monitor នេះយើងអត់មានជើងទេប៉ុន្តែយើង free មកជាមួយនឹង monitor arm អានេះអាច adjust ទៅមុខទៅក្រោយបានបត់ឆ្វេងស្ដាំបានអត់បញ្ហាទេហើយសម្រាប់មួយឈុតនេះក៏យើងមានជាមួយនឹង mouse keyboard Bluetooth ដែរឥឡូវយើងមកមើលពី detail ពេញរបស់វាសម្រាប់ Mac Mini នេះជាប្រភេទ Mac Mini ឆ្នាំ2023ហ្នឹងហើយឆ្នាំ2023ដំណើរការដោយ chip M2 RAM 8GB ក៏ដូចជា storage 256GB សម្រាប់ចំនួន speed របស់វាអានេះយើងមកមើល spec ពេញហ្នឹងហើយចាំតិចអានេះយើងដាក់ជាមួយនឹង macOS version ចុងក្រោយហើយសម្រាប់នេះ performance របស់វាគឺវាមកជាមួយនឹង8 core 8 core 4 core performance និង4 core effective ហ្នឹងអានេះចំនួន memory ដូចជាជាមួយនឹង graphic អានេះប្រើជាមួយនឹង10 core 10 core GPU មាន4 meta ហើយជាមួយនឹងport ខាងក្រោយវានេះបងអាចមើលបានជាមួយនឹងខាងក្រោយអានេះមានជាមួយនឹង Thunderbolt 2 port Thunderbolt 2 port មាន HDMI មាន USB អានេះ USB 2 port ដែរមាន Ethernet ប៉ុណ្ណឹងតែអាច design បានហើយក្នុងនោះក៏មាន built-in មកជាមួយនឹង Wi-Fi ហើយ Bluetooth អីដែរ Wi-Fi Bluetooth ហើយយើងមកមើលជាមួយ monitor វិញអានេះជាប្រភេទ Philips 24 inch Full HD កម្រិត IPS យើងមើលគៀនចេះអត់ព្រិលទេអ្នកនរគ្នានេះមើលចេះអត់ព្រិលទេនៅតែមើលបានហើយ color វាក៏ច្បាស់ដែរអានេះមកជាមួយនឹង port ឥឡូវយើងមកមើលខាងក្រោយអានេះប្រើជាប្រភេទ adapter ទេមក adapter ប្រភេទ 19V មាន HDMI មាន DP មានដូចកាសមួយដែរហើយមួយជើងនេះ adjustment បានដូចខាងមុខអញ្ចឹងហើយជាមួយនឹងនេះម៉ៅអានេះយើងប្រើជាប្រភេទ Bluetooth ក៏បាន wireless ក៏បានយើងមាន2 option ដោយខាងនេះអញ្ចឹងគេមានជាមួយនឹង option នេះមាន Bluetooth 3 device ក៏ដូចជា USB ហើយអានេះពិសេសត្រង់ថាវាមានសញ្ញា command មកអានេះយើងប្រើមួយ Mac ក៏បាន Windows ក៏បានអានេះ control មាន function មាន all option ថាតើអាហ្នឹងវាធ្វើមកសម្រាប់ទាំងពីរតែម្ដងយើងប្រើជុំ Mac ក៏បានជុំ Windows ក៏បានហើយ wireless ទៀតសាកថ្មហើយបញ្ជាក់មួយឈុតនេះតម្លៃតែ449ដែរទេបើសិនបងមានចំណាប់អារម្មណ៍អាច contact បាន Telegram ដែលខ្ញុំដាក់ link នៅខាងក្រោម description បាទហើយវីដេអូក៏មានដំណើរជួបគ្នានៅវីដេអូក្រោយបាយបាយ